ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកសារព័ត៌មានថៃហេតុអ្វីបានជាអ្នកសារព័ត៌មានថៃផ្សព្វផ្សាយនៅអ្វីដែលជាការមិនពិតហើយការមិនពិតនេះអាសូរតែការមិនពិតទៅវាមានคลิปវីដេអូទាំងស្រុងទៅទៀតហើយវាបង្កើតទៅជាការផន់ច្រឡំរបស់នាយករដ្ឋមន្ត្រីអនុជិញតាំងពីនៅហាណូយនៅត្រង់ថាលោកហ៊ុនសែនត្រៀមនឹងគេហៅថានិយាយតាមមួយបែបទៅថានឹងដណ្ដើមយកដីនឹងត្រឡប់មកវិញទាំងមធ្យោបាយសន្តិវិធីនិងមធ្យោបាយយោធាវាទៅជាអញ្ចឹងទៅបាត់ទៅហើយទៅជាអញ្ចឹងយើងសូមប្រាំផ្ញើទៅអ្នកកសែតថៃទាំងឡាយមើលឲ្យច្បាស់នេះបង្កើតនៅការផន់ច្រឡំដ៏ធំមួយដែលមិនត្រូវគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មានទេម្សិលមិញខ្ញុំបានលើកឡើងពិតប្រាកដអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធានិងម្ខាងទៀតដំណោះស្រាយសន្តិវិធីខ្ញុំសួរទាំងប្រជាពលរដ្ឋថាតើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេព្រោះជំរឿរបស់យើងវាមានតែពីរទេឬមួយយើងត្រូវតែដើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធាឬមួយយើងត្រូវតែដើមដីរបស់យើងមកវិញតាមមធ្យោបាយសន្តិវិធីប្រជាពលរដ្ឋរបស់យើងបានលើកដៃគ្រប់គ្នាគឺមិនចង់បានយោធាទេកាលពីមុននាយករដ្ឋមន្ត្រីក៏ដូចជាគ្រប់តួអង្គពាក់ព័ន្ធទាំងអស់តែងតែនិយាយថាការដោះស្រាយដោយសន្តិវិធីលើកនេះខ្ញុំបានបញ្យល់ច្បាស់ទៅកាន់ប្រជាពលរដ្ឋដើម្បីឲ្យយល់អំពីផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាខ្ញុំបានបញ្យល់ហើយខ្ញុំគិតថានេះគ្រាន់តែជាការបញ្យល់បន្ថែមទេអ្វីដែលសំខាន់សូមឲ្យអ្នកសារព័ត៌មានថៃបើកមើលវីដេអូនឹងឡើងវិញហើយមើលចែកវាច្បាស់ខ្ញុំបាននិយាយថាបើសិនជាប្រើប្រាស់ដំណោះស្រាយយោធាឧទាហរណ៍តែយើងត្រូវវាយកាន់កាប់ត្រឡប់មកវិញនឹងទឹកដីនោះក្របទី1គឺជាបរាជ័យរបស់កម្ពុជាលើកិច្ចការនយោបាយនិងការទូតអានឹងជាក្របទី1ដែលចេញព្រោះស្អីយើងជាអ្នកបំពេញបទចម្បាញ់ហើយយើងបំផ្លាញទាំងអស់នៅអ្វីដែលហៅថាជំនឿទុកចិត្តពីអន្តរជាតិមកចំពោះយើងក្នុងពេលនេះអន្តរជាតិគ្មានអ្នកណាជឿថាកម្ពុជាទៅឈ្លានពានថៃទេអានឹងនិយាយពិតណាវាគ្មានអាតូចណាទៅវាយអាធំដួលទេកុំឆ្ងល់ហើយថៃខ្លួនឯងក៏ធ្លាប់បានប្រកាសដែរកងទ័ពជើងគោកថៃប្រកាសច្បាស់ណាស់ថាដោយសារកម្ពុជានេះទៅនៅលើដីថៃ30ឆ្នាំ40ឆ្នាំហើយដូច្នេះបានជាថៃត្រូវប្រើប្រាស់កម្លាំងដើម្បីយកត្រឡប់ទៅវិញអាហ្នឹងមានន័យថាម៉េចមានន័យថាការផ្ទុះអាវុធនៅខែកក្កដាឆ្នាំ2025ពេលនោះមិនចំណោទសួរថាអ្នកណាផ្ទុះអាវុធមុនអញ្ចឹងទេមានតែអ្នកវាយដដើមគេទេបានផ្ទុះអាវុធមុនករណីដូចគ្នានេះខ្ញុំចាំនិយាយថាបើសិនជាយើងចង់វាយដដើមទៅវិញយើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុសអានឹងលទ្ធផលខាងផ្នែកនយោបាយដល់លទ្ធផលខាងផ្នែកយោធាយើងអាចទេទុកមុនបានហើយថាកងទ័ពរបស់យើងនឹងត្រូវស្លាប់ត្រូវរបួសប្រជាជនស្លាប់និងរបួសនឹងត្រូវជំនះប្រជាជនច្រើនទៀតហើយដំណោះស្រាយយោធាមិនប្រកាសតែយើងវាយបានទេណាអញ្ចឹងទេចំណុចដែលតាក់ទិនជាមួយនឹងរឿងការប្រើប្រាស់
ដំណោះស្រាយយោធាមិនមែនជាជំរឿសដែលយើងត្រូវធ្វើទេខ្ញុំចង្អុលបង្ហាញបញ្ហានេះគពួកជ្រុលនិយមនៅក្រៅប្រទេសវាជំរុញឲ្យយើងប្រើប្រាស់កម្លាំងហើយដំណោះស្រាយដែលយើងប្រើប្រាស់កម្លាំងទី1មិនប្រកាសថាយើងវាយយកបានទេទី2វាយយកបានហើយមិនប្រកាសថាជួយជើងបានទេប៉ុន្តែអ្វីដែលធ្ងន់ធ្ងរជាងនេះគឺនៅត្រង់ថាវាយចុះវាយឡើងវាយចុះវាយឡើងពជាពេលដោះស្រាយតកូនតចៅតកូនតចៅអាហ្នឹងជាបញ្ហាប៉ុន្តែក៏នាយករដ្ឋមន្ត្រីថៃក៏បាននិយាយថាថៃអត់ដែលឈ្លានពានទេឥឡូវអញ្ចេះឈ្លានពានឬមិនឈ្លានពានអនុវត្តនៅចំណុចទី3តាក់ទិនទៅនឹងបទកិច្ចប្រព្រឹត្តច្បាប់បាញ់ណាតែថាឲ្យដើរទៅវាស់ទៅដើរទៅវាស់អានឹងចំណុចទី3គឺបានចែងច្បាស់ណាស់ភាគីទាំងពីរសូមទៅចេះភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឲ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែននិងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរវែងតាមបណ្ដោយព្រំដែនភាគីទាំងពីរឯកភាពគ្នាថានឹងប្រើប្រាស់យន្តការដែលមានស្រាប់នៃគណៈកម្មការចម្រុះព្រំដែនដើម្បីធានាសុវត្ថិភាពនិងសន្តិភាពនិងសន្តិសុខរបស់ក្រុមការងារវាស់វែងចម្រុះនៅលើទីតាំងជាក់ស្ដែងដែលរាប់បញ្ចូលទាំងសុវត្ថិភាពពីជាន់មេតភាគីទាំងពីរឯកភាពធាតុថាគណៈកម្មការចម្រុះព្រំដែននឹងផ្ដល់អធិភាពខ្ពស់បំផុតចំពោះការងារវាស់វែងនិងខណ្ឌសីមានៅតំបន់រងផលប៉ះពាល់ដែលជនស៊ីវិលរស់នៅហើយថ្ងៃនេះអាដាមទាសីហាឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិនៅទីនេះស្រាប់គាត់ជាអ្នកចុះហត្ថលេខាទៅលើអានោះប៉ុន្តែឥឡូវនេះខាងភាគីថៃពន្យាម្ដងហើយម្ដងទៀតម្ដងយើងមានហេតុផលនឹងយល់គ្នាយើងមានហេតុផលនឹងយល់គ្នាត្រង់ថាគាត់រំលាយរដ្ឋាភិបាលគាត់ថារដ្ឋាភិបាលចាំផ្ទះអត់មានសិទ្ធិដល់ទៅពេលបង្កើតរដ្ឋាភិបាលហើយគាត់ថាគាត់អត់តែងតាំងប្រធានថ្មីណាដល់ឥឡូវនេះគឺគាត់និយាយថាឈប់ចរចាទ្វេភាគីដោយសារតែកម្ពុជាដាក់បញ្ហាសមុទ្រទៅយន្តការក្រមអនុសញ្ញាហើយអង្គការសហប្រជាជាតិវិសាសមុទ្រតាមរយៈគេហៅថាយន្តការនៃការផ្សះផ្សាដោយបង្ខំប៉ុន្តែរឿងនេះវាមិនពាក់ព័ន្ធជាមួយគ្នាទេរឿងមួយព្រំដែនគោកមួយព្រំដែនទឹកហើយបើសិនជាការគិតវេះបែបនេះគឺមិនបានទេហើយឥឡូវខ្ញុំចង់សួរទៅខាងតើផ្លូវលេខ58ដែលចិនជាអ្នកកសាងផ្លូវលេខ58ចិនអ្នកកសាងឥឡូវថៃកំពុងតែដាក់កុងតឺន័រដាក់ស្អីហ្នឹងសួរថាតើចិននឹងខ្វាក់ភ្នែកអីប្រទេសចិនខ្វាក់ភ្នែកអីបានជាមកធ្វើផ្លូវឲ្យកម្ពុជានៅលើទៅលើដីថៃទៅវិញខ្ញុំចង់សួរកន្លែងហ្នឹងបើថាខ្លួនឯងចិត្តត្រង់ឥឡូវមកវាស់វែងទៅព្រោះអាហ្នឹងគឺយើងបានកំណត់ជាមួយគ្នាតាំងពីខែ12នោះហើយ7ខែ12ប៉ុន្តែខ្ញុំមិនចង់បកស្រាយច្រើនទេខ្ញុំចង់ចង្អុលបង្ហាញទៅកាន់សារព័ត៌មានថៃតើអ្នកឯងមានចេតនាស្អីដែលនិយាយថាលោកហ៊ុនសែនបានគួបផ្សំនៅវិធានការទាំងពីរយោធានិងសន្តិវិធីខ្ញុំមិនបានឲ្យជ្រើសរើសនៅមធ្យោបាយយោធាទេ
ខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធីហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណៈបព្វជិជនសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2027និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ2028គឺគណៈបព្វជិជនប្រកាន់ភ្ជាប់នៅគោលនយោបាយដោះស្រាយដោយសន្តិវិធីអញ្ចឹងសូមឲ្យបកប្រឆាំងដាក់ចេញមកសល់តែមួយទេគោលនយោបាយរបស់ឯងគឺវាយគ្នាព្រោះបងឯងនិយាយតាមខ្ញុំតដែលអញ្ចឹងមានន័យថាពួកអ្នកឯងដើរតាមគណៈបព្វជិជនតដែលអញ្ចឹងរឿងអីអ្នកឯងមកតិចទៀនខ្ញុំណាអញ្ចឹងសូមឲ្យខ្ញុំដើរជាធម្មតាខ្ញុំមិនបិទក្រោលសេះនៅពេលដែលសេះចេញផុតពីក្រោលទេនិយាយឲ្យត្រង់ហើយសូមផ្ដាំទៅគណៈបកនយោបាយនានាណាជាពិសេសគណៈបកប្រឆាំងដែលនិយមជ្រុយឲ្យរដ្ឋាភិបាលបើកការវាយប្រហារដើម្បីដណ្ដើមយកមកវិញនៅទឹកដីដែលថៃកំពុងគ្រប់គ្រងដោយខុសច្បាប់នោះព្រោះយើងអត់ទទួលស្គាល់នៅព្រំដែនការកែប្រែព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងទេយើងអត់ធ្ងន់អញ្ចឹងបានយើងដាក់ភូមិរងចាំនេះមានន័យថាយើងមិនមែនមកនៅនេះមួយជីវិតទេរងចាំផ្ទះសម្បែងរបស់យើងដីធ្លីរបស់យើងត្រូវបានត្រឡប់មកវិញដោយមធ្យោបាយសន្តិវិធីមិនមែនត្រឡប់មកវិញដោយមធ្យោបាយយោធាទេមធ្យោបាយយោធាអាចអូសបន្លាយតចំនួនមនុស្សប៉ុន្តែមធ្យោបាយសន្តិវិធីទេដែលអាចដោះស្រាយទៅមានជ័យភាពណាហើយដែលអាចទៅជាប្លង់រឹងសម្រាប់រយៈពេលវែងតពូជតពងតចំណោះអញ្ចឹងទេខ្ញុំសូមអំពាវនាវហើយក្បាលម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយយកពាក្យពេចន៍ខ្ញុំទៅនិយាយច្បាស់ហើយខ្ញុំសង្ឃឹមថាអ្នកនយោបាយថៃមិនល្ងងដល់ថ្នាក់ជឿនៅព័ត៌មានភូតកុហកដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេអ្នកខាងសារព័ត៌មានថៃប្រទេសថៃក៏មានអ្នកចេះខ្មែរដែរអញ្ចឹងឲ្យគេបកប្រែទៅតើមានសម្ដីណាមួយដែលខ្ញុំនិយាយថាប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រអាវុធខ្ញុំអត់និយាយមិនទេផ្ទុយទៅវិញខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញហើយខ្ញុំទុកឲ្យបកប្រឆាំងនៅកម្ពុជាដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងគោលនយោបាយអំពីបញ្ហាដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃជាងទេសូម5ប៉ុណ្ណឹងទៅចុះតែសូមឲ្យយកចិត្តទុកដាក់រឿងសារព័ត៌មានហើយឥឡូវនេះទាំងភាគីកម្ពុជាទាំងភាគីថៃវល់ជាមួយនឹងព័ត៌មានคล้ายជួនកាលកម្ពុជាយើងទទួលព័ត៌មានខុសអំពីគេបញ្ចេញព័ត៌មានคล้ายជួនកាលខាងថៃយល់ខុសអំពីការដែលគេបញ្ចេញព័ត៌មានคล้ายដូច្នេះព័ត៌មាននេះគួរតែត្រូវស្វែងរកនៅព័ត៌មានពិតមួយដើម្បីបង្កើតនៅទំនុកចិត្តហើយជៀសវាងការភ័ន្តច្រឡំគឺវាគ្រោះថ្នាក់ចឹងទេខ្ញុំបានថាបើកឆាកឡើងគឺអនុញ្ញាតឲ្យការយកទៅផ្សាយហើយខ្ញុំក៏សូមបញ្ជាក់ថាមកសិលខ្ញុំនៅអីទៅប្រទេសមានជ័យថ្ងៃនេះខ្ញុំមកសៀមរាបស្អែកទៅណាទៀតអានឹងខ្ញុំមិនប្រាប់ទេឥឡូវខ្ញុំសូមបញ្ចប់សូមឲ្យទូរទស្សន៍ជាតិយកបញ្ហាហ្នឹងបញ្ចូលទៅទីក្រុងភ្នំពេញ live ផ្ទាល់គ្រប់ទូរទស្សន៍ឡើងវិញបញ្ជូនសារទៅកាន់ទីក្រុងបាងកកដើម្បីកែតម្រូវទៅលើបញ្ហាព័ត៌មាននៃការផ្សាយខុសខ្ញុំមិនបាន
និយាយតេតិនជាមួយនឹងបញ្ហាប្រើប្រាស់កម្លាំងដើម្បីយកទឹកដីរបស់យើងត្រឡប់មកវិញទេហើយឥឡូវនេះកុំនិយាយរឿងបញ្ហាតេតិនជាមួយនឹងបញ្ហាដែលណែឯងនិយាយរឿងព្រំដែននៅណាណែឯងមិនតាន់បានវាស់វែងផងក្នុងកិច្ចព្រមព្រៀងនិយាយពីវាស់វែងនិយាយពីវាស់វែងឥឡូវមិនតាន់បានវាស់វែងណែឯងទៅបោះបកគោលនៅតាណាអីតាណាប្រទេសទាំងពីរវាតល់តែទទួលស្គាល់ទាំងសងខាងទៅអាចទៅបោះបកគោលបានអារឹងដូនតាយើងទុកឲ្យជាង100ឆ្នាំមកណាមិនមែនគ្រាន់តែដូនតាខាងប្រាំងខាងនេះទេតំណាងឲ្យឡាវតំណាងឲ្យខ្មែរទេដូនតារបស់ខាងព្រះរាជាណាចក្រថៃគឺព្រះមហាក្សត្រថៃនៅពេលនោះតែបានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារាំងសៀម1904និងកិច្ចនិងអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមអនុសញ្ញាបារាំងសៀម1904និងសន្ធិសញ្ញាបារាំងសៀម1907